ជំរាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីការ remove extra space នៅក្នុង Microsoft Word ដោយប្រើ shortcut key អញ្ចឹង paragraph នេះខ្ញុំបាន copy មកពី Google យកមកដាក់នៅក្នុង Word ដែលមាន topic ថា advantage of using smartphone អញ្ចឹងនៅពេលដែលយើង copy មកវាមានចំនួន space ច្រើនឬក៏ space អត់ស្មើគ្នាអញ្ចឹងយើងធ្វើការ delete វាមួយវាចំណាយពេលយូរហើយចឹងថ្ងៃនេះខ្ញុំមកបង្ហាញពី shortcut key ចឹងដំបូងយើងគ្រាន់តែចុច Ctrl A បន្ទាប់មក Ctrl A នៅកន្លែង Find Word នេះយើងចំនួនដោយសញ្ញា caret ហើយនិង W នៅកន្លែង Space Width ហ្នឹងយើងគ្រាន់តែចំនួនវាដោយ space ហើយបន្ទាប់មកយើងคลิกលើ Space All ចឹងយើងនឹងបាន paragraph បែបនេះអរគុណអ្នកនរគ្នាសម្រាប់ការទស្សនារហូតពីដើមដល់ចប់